Let's get ready with me for my pre-birthday staycation at Pink House. พี่ชอนยังเอาสามารถ pay attention ទៅលើអ្វីដែលនៅជុំវិញខ្លួនយើងហើយពេលខ្លះសូម្បីតែខ្លួនយើងក៏យើងអត់សូវបាន pay attention ដែរយើងឈឺតិចៗយើងអត់បានចាប់អារម្មណ៍ថាដៃយើងឈឺទេទៅតែពេលដៃយើងឈឺខ្លាំងបានយើងចាប់អារម្មណ៍ថាដៃយើងនឹងកំពុងតែឈឺដៃខ្ញុំឈឺច្រើនឆ្នាំតាំងពីខ្ញុំនៅរៀនសាកលខ្ញុំមិនដឹងថាវាចាប់ផ្ដើមពីខំណាដល់កម្រិតណាបានវាទៅជាឈឺខ្លាំងរហូតដល់ខ្ញុំប្រើឡើងកើតមកជាហៀងខាងស្ដាំនេះថងឆ្លងកាត់ការព្យាបាលឡើងច្រើនតែខ្ញុំស្វែងយល់ថានិយាយទៅស្វែងយល់ពីមូលហេតុហើយនឹងព្យាយាមធ្វើមិនដើម្បីឲ្យវាល្អប្រសើរឡើងអញ្ចឹងណាតែទាំងគ្នាត្រឡប់មកវិញអីដែលខ្ញុំចង់និយាយហ្នឹងគឺខ្ញុំចង់និយាយថាពេលខ្លះយើងគួរតែចំណាយពេលសម្រាប់ខ្លួនឯងសម្រាប់ពីអ្វីគ្រប់យ៉ាងពីអីដែលយើងគិតថាស្លន់ណានៅពេលដែលជីវិតយើងស្លន់រហូត nervous system របស់យើងក៏គ្នាធ្វើការដូចម៉ាស៊ីនដែរគឺស្លន់រហូតហើយបើសិនជាយើងនិយាយតាម metaphor ទៅម៉ាស៊ីនទៅធ្វើការខ្លាំងពេកវាក្តៅខ្លាំងហើយពេលដែលវាក្តៅខ្លាំងពេកទៅក៏វាខូចដែរខ្លួនយើងក៏ដូចគ្នាអញ្ចឹងហើយបានជា birthday this year គឺខ្ញុំនឹងចំណាយពេលជាមួយខ្លួនឯងខ្ញុំនឹងជ្រើសរើសយកការ staycation នោះដើម្បីconnectជាមួយខ្លួនឯងគឺថាចំណាយពេលគេងចំណាយពេលអានសៀវភៅហាត់ទឹកអីចឹងណាខ្ញុំព្យាយាមផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងម្ដងព្រោះអីជាធម្មតាជារាល់ថ្ងៃយើងផ្ដល់ពេលវេលាសម្រាប់អ្នកនេះអ្នកនោះអាចជាសមាជិកគ្រួសាររបស់យើងឬក៏អាចជាការងាររបស់យើង mostly មួយថ្ងៃ8ម៉ោង9ម៉ោងអ្នកខ្លះ10ម៉ោងអ្នកខ្លះពេញមួយថ្ងៃ deadline ធ្វើអត់ទាន់ដេកងើបឡើងធ្វើទៀតអញ្ចឹងទោះបីយើងសាកល្បងចំណាយពេលសម្រាប់ខ្លួនឯងម្ដងមិនដែរហ្នឹងអញ្ចឹងខ្ញុំហើយខ្ញុំនឹងរៀបចំខ្លួនចេញទៅពេញ house បន្តិចទៀតហ្នឹងថតពាក់វ៉ាល់តែនេះជិះពាក់តាមខ្វល់ See you at Pink House bye ready let's go
do me, I do me right, and I do me, I do my way. Try to get things in and upside down. So you wanna take it, gotta keep the pace. Can you just give me a shot? Ooh, till I get the green light. Ooh. មុនហ្នឹងទៅម៉ាស្សាហើយយាយចឹងមក shower វាចាំខ្លួនដើម្បីចេញទៅផ្ទះញ៉ាំអីស្នេហ៍វាស្អើខ្លួនពេកអូខេតែមកទៅសង្សារខ្ញុំនៅកន្លះម៉ោងទៀតគាត់មកយកអញ្ចឹងខ្ញុំនឹងអង្គុយអានសភៅសិនខ្ញុំនឹងចេញទៅគ្នាដឹងអត់សភៅហ្នឹង really good ឈ្មោះគាត់ Jam Makia នេះគាត់ជា artist ហើយកាលមុនគាត់ធ្វើការនៅ advertising agency ដូចខ្ញុំអញ្ចឹងសភៅហ្នឹងគឺគេនិយាយតាក់ទងជាមួយនឹង find inspiration និង creativity មកវិញyeah basically is to find the art of me back នេះបានខ្ញុំហត់ដល់អានសភៅបើទៅសម្រាប់ខ្ញុំអានសភៅវាជារឿងមួយដែលយើងអាចទទួលបាន insight យើង learn អីផ្សេងៗពីក្នុងសភៅហើយតែមួយទៀតខ្ញុំចូលចិត្តអានសភៅដែលស្អីវាខាត់ហើយវាធ្វើឲ្យខ្ញុំមានពេលវេលាតូចមួយដើម្បីបង្កើតជាសិល្បៈឬក៏យើងអាចនិយាយបានថា the art of reading អញ្ចឹងណាហើយ the art of reading សម្រាប់ខ្ញុំ definition the art of reading របស់ខ្ញុំគឺយើងអានហើយយើង take note យើង highlight យើងអីចឹងបានខ្ញុំរៀង obsess ជាមួយ stationery នឹងហើយអត់មានឃើញអញ្ចឹងអានេះ highlight អញ្ចឹងទៅហើយកន្លែងខ្លះទៀតខ្ញុំបិទកាយអីអញ្ចឹងណាកាមេរ៉ាចាប់អត់ទេបិទកាយអញ្ចឹងហើយកន្លែងខ្លះទៀតហ្នឹង highlight ហ្នឹងវាមាន highlight ផងវាមាន underline ផងអញ្ចឹងវាមាន sticker អញ្ចឹង Let's spend some time and read this together
you បាទ เย้ Happy birthday សាំសា ចេះចាប់មកមានគេមានអាយតែប៉ាក់ទៅដឹងតែស្វាង